นึกเคยពីអារម្មណ៍របស់ខ្លួនឯងកាលពី11 12 ឆ្នាំមុនណាខ្ញុំទៅតែរៀនថ្នាក់ទី10ទេកាលនោះខ្ញុំទៅរៀនខ្ញុំជិះកង់ហើយមិនមែនមានតែខ្ញុំទេមានមិត្តភ័ក្តិច្រើនអ្នកទៀតហើយចំណែកអ្នកជិះម៉ូតូវិញតិចទេមិនសូវជាច្រើនប្រមាណណាកាលនោះយើងរៀងខ្សត់ក្រដែរមិនអត់ទៅយើងទេអ្នកផ្សេងក៏គេអត់ដែរអញ្ចឹងណាសាប់តែពេលមកដល់ផ្ទះវិញសប្តាហ៍ថ្ងៃមួយពុកសួរថាម៉ែអូនណាហត់អត់និយាយពីអារម្មណ៍កាលនោះគ្រាន់តែលឺពុកសួរភ្លាមក្នុងចិត្តខ្ញុំគិតថាតាំងពីបឋមដើររហូតហើយដល់ពេលវិទ្យាល័យនុវិទ្យាល័យជិះកង់រហូតដែលមិនហត់អញ្ចឹងឆ្លើយប្រាប់គាត់ថាហត់តែពុកហើយពុកក៏គាត់អត់និយាយអីតទៀតដែរគាត់ញឹមសើចអីអញ្ចឹងណាហើយខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាប្លែកពុកសួរអញ្ចឹងសង្ស័យគាត់មានអីឲ្យឬក៏គាត់ធ្វើអីទៅដឹងឬក៏មានអីពិសេសណាដល់រួចទៅក៏គាត់ប្រាប់ខ្ញុំថាបើហត់ទេចាំ2030ខ្ញុំគាត់ទិញម៉ូតូឲ្យជិះម្នាយហើយអារម្មណ៍ពី100ធ្លាក់ដល់0ហ្មងពេលហ្នឹងហើយក៏គិតថាឥឡូវ2013ទ្រាំតែចប់បាក់ដប់ចប់អី2030ខ្ញុំចាស់ល្មមនឹងឯងអញ្ចឹងហើយក៏រងាប់អារម្មណ៍ត្រឹមហ្នឹងទៅមិនបាច់សង្ឃឹមថាបានកដោបានស្អីទេហើយដោយសារតែខ្ញុំជាកូនដែលចុងក្រោយគេអញ្ចឹងរបស់ដែលខ្ញុំប្រើប្រាស់ទាំងអស់គឺតែងតែលាក់បានមកពីបងអញ្ចឹងហើយមិនដែលស្គាល់រសជាតិថ្មីអីគេទេគឺថាតែទាំងអស់គ្នាដឹងហើយតែធម្មតាកដែលគេដែលល្អមកពីណាហើយចំបងបន្ទាប់ពីខ្ញុំនឹងសតប្រុសទៀតគ្រប់ទឹកហ្មងចេញមកបើកង់ហ្នឹងបើមិនហៀប្រេងក៏ចង្វាក់រៀងរោគរ៉ាអីចឹងណាតែមានណាគេថាសំណាងមើលមិនឃើញមែនស្រាប់តែមិនដល់2030ទេពុកមានកដោឲ្យមែននេះគឺជាកាដូដែលក្រុមគ្រួសារខ្ញុំទទួលបានមុនគេហើយមិនមែនប្រើតែខ្ញុំទេណាគឺថាប្រើមួយគ្រួសារតែម្ដងនិយាយពីថាខ្ញុំនេះសប្បាយចិត្តខ្លាំងមែនតើគ្រាន់តែយកមកដល់ភ្លាមគឺថាអត់ទំនេរទេដាក់វេនគ្នាជិះណាហើយឃើញសភាពបែបហ្នឹងអាពេលកាលមកដំបូងហ្នឹងគ្រាន់តែលើនេះបន្តិចប៉ុន្តែសភាពអត់មានប្រែប្រួលទេគឺនៅតែអញ្ចឹងភ្លើងអាសងខាងពីរហ្នឹងគឺថាអត់ភ្លឺទេភ្លឺតែអាកដាលទេកញ្ចក់ក៏អត់មានចំណែកឯភ្លើងកុងទ័រហ្នឹងគឺអត់លោតអត់ដំណើរការអីទាំងអស់គ្រាន់តែចាក់សាំងហើយជិះអីមួលទៅមុខបានហើយបើនិយាយពីផ្លាកលេខវិញដាច់នៅសល់តែទឹកទេអត់ចង់ថាតលលាក់មិនស្រួលដាច់ផ្លាកលេខបាត់លើហើយបើនិយាយពីចកះលេខជន់តតែសកត់ខ្លាំងបានចូលលេខ1លេខ2បើថាមិនសកត់ខ្លាំងទេគឺថាមិនចូលទេហើយនិយាយពីថាបានជិះម្ដងនិយាយពីខ្ញុំរំភើបញើឡើងញ័រមុខញ័រមាត់ណាហើយជិះបានទៅតាមវាលស្រែហើយមួយទៀតលក្ខណៈពិសេសគឺថាបងខ្ញុំជិះដល់លេងយប់ម៉ោង1ម៉ោង2ទុកចោលគឺថាគ្មានអ្នកណាប៉ែតតៃទេគឺពិសេសចោលសឹងតែដើរបុកក៏មិនរើសផង